នឹងហើយសួស្តីបងប្អូនទាំងអស់គ្នាមកកាន់ Channel វណ្ណៈអូក្លីសលនឹងហើយថ្ងៃនេះគឺខ្ញុំមកចែកម្លែកបងប្អូនទាំងអស់គ្នារបៀបនៃការបង្កើត Gmail នៅលើទូរស័ព្ទដៃនឹងហើយអញ្ចឹងវីដេអូមុនគឺយើងធ្វើទៅលើតែ computer តែថ្ងៃនេះគឺយើងធ្វើនៅលើទូរស័ព្ទដៃវិញម្ដងហ្នឹងហើយអញ្ចឹងបងប្អូនឬក៏បងប្អូនថ្មីដែលក៏ទើបចូលមកអាចចូលមក Subscribe នៅ Channel របស់ខ្ញុំបានហ្នឹងហើយវីដេអូមុនគឺយើងធ្វើនៅលើ computer ហើយសម្រាប់ថ្ងៃនេះគឺយើងធ្វើនៅលើទូរស័ព្ទដៃវិញម្ដងហ្នឹងហើយវាអត់មានអីខុសប្លែកគ្នាទេជាមួយនឹង computer វាមានភាពនិយាយទៅគឺវាមួយយ៉ាងម្នាក់បើសិនជាយើងធៀបជាមួយនឹង computer បើយើងធ្វើនៅលើ computer វាមានភាពងាយស្រួលជាងធ្វើនៅលើទូរស័ព្ទដៃហ្នឹងហើយដោយសារ computer វាមានភាពធំហ្នឹងហើយដល់ពេលទូរស័ព្ទដៃវាមានភាពទូចអញ្ចឹងគឺវាខុសត្រង់កន្លែងទូរស័ព្ទដៃរបស់យើងគឺវារៀងពិបាកបន្តិចបើសិនជាយើងមាន computer យើងធ្វើទៅលើ computer ទៅគឺវាភាពងាយស្រួលជាងហ្នឹងហើយអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចូលមកមេរៀនរបស់យើងតែម្ដងទៅអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកាន់ YouTube បន្ទាប់មកទៀតបើសិនជាបងប្អូនមាន Gmail បងប្អូនចុចទៅលើតែរូប profile channel របស់បងប្អូនទាំងអស់គ្នាហ្នឹងមកបន្ទាប់មកទៀតបងប្អូនយកពាក្យថា add account ហ្នឹងហើយចុចចូលមកពាក្យ add account អញ្ចឹងត្រង់កន្លែងនេះគឺ sign in មានន័យថាបើសិនជាបងប្អូនមាន Gmail បងប្អូនដាក់ Gmail login Gmail ចូលទៅនឹងហើយបើសិនជាបងប្អូនអត់មានទេអញ្ចឹងបងប្អូនចូលទៅបង្កើត Gmail ថ្មីបងប្អូនយកពាក្យថា create account ហ្នឹងហើយចុចចូលពាក្យថា create account បន្ទាប់មកទៀតគឺវាឲ្យយើងជ្រើសរើសអញ្ចឹងយើងជ្រើសរើសយកខាងលើមកគឺមានពាក្យថា for myself កន្លែងនេះកន្លែងfirst name និង last name អញ្ចឹងមានន័យថានាមហើយនឹងត្រកូលអញ្ចឹងយើងដាក់ឈ្មោះមកអញ្ចឹងខ្ញុំសូមដាក់ឈ្មោះខ្ញុំដាក់sound media sound media 2 sound media 2នឹងហើយអញ្ចឹងខ្ញុំសូមដាក់ sound media 2បន្ទាប់មកទៀតយើងចុចពាក្យថា next អញ្ចឹងកន្លែងហ្នឹងគឺបងប្អូនស្រឡាញ់ឈ្មោះបងប្អូនដាក់ឈ្មោះហ្នឹងទៅនឹងហើយបន្ទាប់មកទៀតគឺខែអញ្ចឹងខ្ញុំសូមយកខែ12ថ្ងៃ13ឆ្នាំ1997ភេទបើសិនជាបងប្អូនភេទប្រុសយកភេទប្រុសភេទស្រីយកភេទស្រីអញ្ចឹងខ្ញុំសូមយកខាងលើភេទប្រុសបន្ទាប់មកទៀតបងប្អូនយកពាក្យថា next ទៀតអញ្ចឹងត្រង់ចំណុចកន្លែងនេះគឺកន្លែងដែលយើងត្រូវដាក់ឈ្មោះ Gmail ហ្នឹងហើយអញ្ចឹងយើងដាក់ឈ្មោះមកយើងចង់បាន Gmail យើងឈ្មោះអីយើងដាក់ឈ្មោះហ្នឹងទៅអញ្ចឹងខ្ញុំសូមដាក់ sound
Sound Media 2 ហ្នឹងហើយអញ្ចឹងខ្ញុំសូមដាក់ឈ្មោះដូចដែលយើងដាក់ឈ្មោះ name របស់យើងមិញហ្នឹងបន្ទាប់មកទៀតយើងចុចពាក្យថា next ទៀតអញ្ចឹងគឺឈ្មោះនេះគឺមានគេប្រើរួចហើយអញ្ចឹងយើងដាក់នេះទៀតមកខ្ញុំសូមដាក់ចឹងចុះអត់បានទៀតខ្ញុំសូមបដូរមកចឹងចុះចាំមើលឲ្យអត់ហ្នឹងហើយអញ្ចឹងបានហើយបន្ទាប់មកទៀតគឺ password អញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែង password បន្តិចកន្លែង password បងប្អូនត្រូវតែបំពេញឲ្យបានលើសពី8ខ្ទង់ហ្នឹងហើយធ្វើម៉េចយើងឲ្យបានត្រឹម8ខ្ទង់ឡើងយើងដាក់យ៉ាងម៉េចឲ្យស្រួលចំណាំយើងដាក់មានអក្សរឬក៏លេខឬក៏មិត្តសញ្ញាអ្វីទៅហ្នឹងហើយអញ្ចឹងខ្ញុំសូមដាក់ចុះហើយត្រង់កន្លែង password នេះគឺខ្ញុំសូមលាក់បងប្អូននឹងហើយបន្ទាប់ពីយើងបំពេញ password រួចហើយបងប្អូនអរគ្នាចុចពាក្យថា next បន្ទាប់ទៀតបន្ទាប់មកទៀតគឺត្រង់ចំណុចកន្លែងនេះគឺបងប្អូនត្រូវតែបំពេញលេខទូរស័ព្ទនឹងហើយអញ្ចឹងបងប្អូនសូមវាយលេខទូរស័ព្ទទៅអញ្ចឹងខ្ញុំសូមវាយលេខទូរស័ព្ទរបស់ខ្ញុំសូមដូរខ្ញុំដាក់97 70 36 347បន្ទាប់ពីយើងដាក់លេខទូរស័ព្ទហើយបន្ទាប់ពីយើងវាយលេខទូរស័ព្ទហើយយើងចុចពាក្យថា next បន្ទាប់ទៀតបន្ទាប់ហើយចុច next បន្ទាប់ទៀតរងចាំបន្តិចបងប្អូនដោយសារអ៊ីនធឺណិតរបស់យើងវារៀង slow ដែរអូខេអញ្ចឹង Gmail របស់យើងបានបង្កើតរួចហើយនឹងហើយយើងចង់ដឹងថា Gmail របស់យើងមានបង្កើតបានឬក៏មិនបានយើងចុចថយមកក្រោយមកបន្ទាប់មកទៀតគឺយើងចូលទៅកាន់ Gmail បន្ទាប់មកទៀតយើងមករើសនេះ Sound Media 2ហ្នឹងហើយបងប្អូនអរគ្នានេះគឺជា Gmail ដែលយើងបង្កើតបំបញ្ញមិញហ្នឹងហើយហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការបង្កើត Gmail នៅលើទូរស័ព្ទដៃឆ្នាំ2023ហ្នឹងហើយអញ្ចឹងវាមានភាពមិនខុសគ្នាប្រមាណទេទៅលើ computer ជាមួយនឹងទូរស័ព្ទដៃវាដូចតែគ្នាទេគឺវាខុសត្រង់បើសិនជាយើងធ្វើទៅលើ computer គឺវាមានភាពងាយស្រួលជាងទូរស័ព្ទដៃហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសូមកុំភ្លេចជួយចុច Subscribe នៅ Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅមេរៀនថ្មីៗបន្តទៀតហ្នឹងហើយអរគុណជួបគ្នានៅវីដេអូក្រោយ